សុខភាពបុរសសុខភាពបុរសសុខភាពបុរសសំដៅទៅលើស្ថានភាពសុខុមាលភាពទូទៅរបស់បុរសរួមទាំងសុខភាពរាងកាយផ្លូវចិត្តនិងផ្លូវភេទបុរសអាចប្រឈមមុខនឹងបញ្ហាសុខភាពជាក់លាក់មួយចំនួនដែលខុសពីស្ត្រីឬអាចបង្ហាញជារោគសញ្ញាខុសៗគ្នាការយល់ដឹងនិងការថែទាំសុខភាពជាប្រចាំគឺជារឿងសំខាន់ណាស់សម្រាប់បុរសគ្រប់វ័យបញ្ហាសុខភាពទូទៅចំពោះបុរសមានដូចជាជំងឺបេះដូងជំងឺបេះដូងគឺជាមូលហេតុចម្បងមួយនៃការស្លាប់ចំពោះបុរសកត្តាហានិភ័យរួមមានសម្ពាធឈាមខ្ពស់កូលេស្តេរ៉ុលខ្ពស់ជំងឺទឹកនោមផ្អែមភាពធាត់ការជក់បារីនិងកង្វះការធ្វើលំហាត់ប្រាណជំងឺមហារីកជាមួយចំនួនដែលកើតមានជាទូទៅចំពោះបុរសរួមមានដូចជាជំងឺមហារីកកពេញប្រូស្តាតគឺជាជំងឺទូទៅបំផុតទី2ចំពោះបុរសរោគសញ្ញាអាចរួមមានការពិបាកនោមការនោមញឹកញាប់ជាពិសេសនៅពេលយប់និងឈឺចាប់នៅក្នុងឆ្អឹងអាងតាគៀកនិងខ្នងមហារីកពងស្វាសគឺជាជំងឺមហារីកដែលកើតមានជាទូទៅចំពោះបុរសវ័យក្មេងការពិនិត្យខ្លួនឯងជាប្រចាំអាចរកឃើញដុំពកឬការផ្លាស់ប្ដូរណាមួយទាន់ពេលវេលាមហារីកពោះវៀនធំការពិនិត្យនិងតាមដានជាប្រចាំគឺសំខាន់ការរកឃើញទាន់ពេលវេលាគឺមានតម្លៃស្មើនឹងមាសក្នុងការព្យាបាលមហារីកសួតតាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការជក់បារីតែក៏មិនមែនមានន័យថាអ្នកដែលមិនជក់បារីក៏មិនអាចកើតមានជំងឺនេះនោះដែរសុខភាពផ្លូវពេទ្យនិងប្រព័ន្ធបន្តពូជបញ្ហាចុកខ្សោយអាចបណ្ដាលមកពីបញ្ហាសរសៃឈាមជំងឺទឹកនោមផ្អែមបញ្ហាអរម៉ូនឬភាពតានតឹងនៅក្នុងផ្លូវចិត្តបញ្ហាផ្លោកនោមនិងកពេញប្រូស្តាតរីកធំអាចបណ្ដាលឲ្យមានបញ្ហានោមជំងឺឆ្លងតាមការរួមភេទការការពារខ្លួននិងការធ្វើតេស្តទៀងទាត់គឺសំខាន់បុរសភាគច្រើនមិនសូវយកចិត្តទុកដាក់ពីបញ្ហានេះនោះទេហើយភាគច្រើនបុរសដែលទៅពិនិត្យសុខភាពភាគច្រើនមានជំងឺធ្ងន់ធ្ងរជាងស្ត្រីសុខភាពផ្លូវចិត្តបុរសក៏អាចជួបបញ្ហាសុខភាពផ្លូវចិត្តដូចជាជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភដែរទោះបីជាយ៉ាងណាក៏ដោយបុរសមួយចំនួនអាចមិនសូវបង្ហាញឬស្វែងរកជំនួយជំងឺទឹកនោមផ្អែមការគ្រប់គ្រងរបបអាហារនិងការធ្វើលំហាត់ប្រាណអាចជួយការពារឬគ្រប់គ្រងជំងឺនេះបានល្អគន្លឹះដើម្បីរក្សាសុខភាពសម្រាប់បុរសការពិនិត្យសុខភាពជាប្រចាំសូមគុំរំលងការណាត់ជួបជាមួយគ្រូពេទ្យជាប្រចាំការពិនិត្យដូចជាការវាស់សម្ពាធឈាមការពិនិត្យកូលេស្តេរ៉ុលនិងការពិនិត្យប្រពេញប្រូស្តាតតាមអាយុអាចជួយរកឃើញបញ្ហាទាន់ពេលវេលាងាយស្រួលក្នុងការព្យាបាលរបបអាហារដែលមានតុល្យភាពចូលទទួលទានបន្លែផ្លែឈើគ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនដែលបានច្រើននិងកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ព្យាយាមកាត់បន្ថយអាហារកែច្នៃជាតិស្ករនិងខ្លាញ់មិនល្អការធ្វើលំហាត់ប្រាណទៀងទាត់ព្យាយាមធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃនិងយ៉ាងហោចណាស់ឲ្យបាន3ថ្ងៃក្នុងមួយសប្តាហ៍អាចជួយរក្សាសុខភាពបេះដូងគ្រប់គ្រងទម្ងន់និងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនទៀតរក្សាទម្ងន់ដែលមានសុខភាពល្អភាពធាត់អាចបង្កើនហានិភ័យនៃជំងឺជាច្រើនគេងឲ្យបានគ្រប់គ្រាន់ការគេងចន្លោះពី7ទៅ9ម៉ោងក្នុងមួយថ្ងៃវាមានសារៈសំខាន់សម្រាប់សុខភាពរាងកាយនិងផ្លូវចិត្តគ្រប់គ្រងភាពតានតឹងស្វែងរកវិធីដែលមានប្រសិទ្ធភាពដើម្បីបន្ធូរអារម្មណ៍ដូចជាការធ្វើសមាធិលំហាត់ប្រាណឬចំណាយពេលជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសារជៀសវាងការជក់បារីនិងកំណត់ការទទួលទានគ្រឿងស្រវឹងការជក់បារីនិងការពិសាគ្រឿងស្រវឹងភាគច្រើនអាចបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើនការយល់ដឹងពីបញ្ហាសុខភាពជាក់លាក់របស់បុរសនិងការអនុវត្តរបៀបរស់នៅដែលមានសុខុមាលភាពល្អគឺជាគន្លឹះដើម្បីរក្សាបាននូវសុខុមាលភាពពេញលេញពេញមួយជីវិតរបស់អ្នកប្រសិនបើអ្នកមានកង្វល់ឬរោគសញ្ញាមិនប្រក្រតីណាមួយសូមកុំស្ទាក់ស្ទើរក្នុងការទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញសូមអរគុណសូមជម្រាបលា